ពីការខឹងទៅការយល់ចិត្តមេរៀនម្ដាយម្នាក់ជាមួយកូនប្រុសថ្នាក់ទី11សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកអារម្មណ៍ពិតមួយក្នុងនាមជាម្ដាយម្នាក់ថ្ងៃនេះខ្ញុំពិតជាឈឺក្បាលណាស់ព្រោះខ្ញុំនិយាយណែនាំកូនប្រុសរបស់ខ្ញុំតែគាត់មិនស្ដាប់ខ្ញុំសោះមួយថ្ងៃគាត់លេងតែហ្គេមខណៈពេលនេះគាត់កំពុងរៀនថ្នាក់ទី11ហើយឆ្នាំក្រោយគាត់ត្រូវប្រឡងបាក់ឌុបក្នុងចិត្តខ្ញុំពេញទៅដោយការភ័យខ្លាចគាត់បរាជ័យខ្លាចអនាគតគាត់មិនបានល្អហើយខ្ញុំក៏ចាប់ផ្ដើមនិយាយដោយសំឡេងខឹងតើបងប្អូនដឹងទេពេលខ្ញុំខឹងកូនខ្ញុំកាន់តែឆ្ងាយពីខ្ញុំទៅទៀតបន្ទាប់មកខ្ញុំអង្គុយគិតម្នាក់ឯងហេតុអីក្មេងសម័យនេះពិបាកប្រដៅម្លេះមិនមែនព្រោះគាត់អាក្រក់ទេតែព្រោះគាត់កំពុងធំឡើងកំពុងស្វែងរកអត្តសញ្ញាណខ្លួនឯងហើយហ្គេមផ្ដល់អារម្មណ៍ជោគជ័យឲ្យគាត់លឿនជាងសៀវភៅសិក្សាក្រោយមកខ្ញុំសម្រេចចិត្តបដូររបៀបនិយាយខ្ញុំមិនចាប់ផ្ដើមដោយពាក្យហេតុអីកូនមិនស្ដាប់ទៀតទេតែខ្ញុំសួរគាត់ថាកូនហ្គេមអ្វីដែលកូនស្រឡាញ់ហេតុអីវាសប្បាយសម្រាប់កូនគាត់ភ្ញាក់ផ្អើលប៉ុន្តែគាត់ចាប់ផ្ដើមនិយាយហើយថ្ងៃនោះជាលើកដំបូងដែលខ្ញុំស្ដាប់កូនខ្ញុំពិតខ្ញុំយល់ហើយថាកូនមិនត្រូវការម្ដាយដែលខឹងទេតែគាត់ត្រូវការម្ដាយដែលយល់ចិត្តខ្ញុំប្រាប់គាត់ថាម្ដាយមិនហាមកូនមិនឲ្យលេងហ្គេមទេតែយើងត្រូវធ្វើកិច្ចព្រមព្រៀងនឹងគ្នារៀន1ម៉ោងលេងកន្លះម៉ោងម្ដាយនឹងអង្គុយជាមួយកូនមិនទុកឲ្យកូននៅម្នាក់ឯងទេថ្ងៃនោះខ្ញុំមិនឃើញកូនខ្ញុំជាសត្រូវទៀតទេខ្ញុំឃើញគាត់ជាកូនក្មេងតូចម្នាក់ដែលកំពុងបារម្ភពីអនាគតដូចខ្ញុំដែរបងប្អូនទាំងអស់គ្នាប្រសិនបើថ្ងៃនេះកូនបងប្អូនមិនស្ដាប់កុំបោះបង់គាត់សូមបដូរពីការខឹងទៅការយល់ចិត្តព្រោះម្ដាយដែលយល់ចិត្តអាចបង្កើតអនាគតល្អមួយលើសពីម្ដាយដែលគ្រាន់តែស្ដីបន្ទោសសូមអរគុណដែលស្ដាប់នេះគឺជា Voice of Experience ពីបទពិសោធន៍ជីវិតពិតរបស់ខ្ញុំសូម Subscribe Channel របស់ខ្ញុំដើម្បីបានស្ដាប់ពីបទពិសោធន៍ផ្សេងៗទៀតសូមអរគុណ